ពិភពលោកនិងធម្មជាតិមានទំនាក់ទំនងមួយដែលមិនអាចបំបែកបានធម្មជាតិគឺជាដើមហេតុមួយនៃជីវិតទាំងអស់នៅលើពិភពលោកនិងជាកត្តាមួយដ៏សំខាន់សម្រាប់ការរស់នៅរបស់មនុស្សប៉ុន្តែបច្ចុប្បន្ននេះគឺពិភពលោកកំពុងតែប្រឈមនឹងបញ្ហាបរិស្ថានដូចជាការបម្រែបម្រួលអាកាសធាតុនិងការបំពុលធម្មជាតិដើម្បីចូលរួមការពារបរិស្ថានគឺចាប់ផ្ដើមពីយើងទាំងអស់គ្នាកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកឬក៏សំរាមដែលអាចបំពុលបរិស្ថានការពារព្រៃឈើនិងជីវៈចម្រុះផ្លាស់ប្ដូរមកការប្រើប្រាស់ថាមពលស្អាតជំនួសនឹងប្រេងឥន្ធនៈទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីអត្ថប្រយោជន៍យ៉ាងច្រើននៃការប្រើប្រាស់ឡានអគ្គិសនីទៅលើបរិស្ថានទី1ការកាត់បន្ថយការបំពុលបរិស្ថានឡានអគ្គិសនីមិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលជាមូលហេតុនៃការបម្រែបម្រួលអាកាសធាតុនិងការបំពុលខ្យល់ចំណុចទី2ការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈបើប្រៀបធៀបទៅនឹងឡានសាំងនិងឡានម៉ាស៊ូតឡានអគ្គិសនីមិនចាំបាច់ប្រើប្រាស់ប្រេងដែលជាកត្តាសំខាន់នាំឲ្យមានការបំពុលបរិស្ថានពេលស្វ័យប្រវត្តិកម្មនិងធ្វើឲ្យមានការកាត់បន្ថយការបាត់បង់ប្រេងឥន្ធនៈធម្មជាតិចំណុចទី3គឺការកាត់បន្ថយសំឡេងរំខានម៉ូទ័រអគ្គិសនីស្កាត់ជាងម៉ាស៊ីនរថយន្តសាំងកាត់បន្ថយសំឡេងរំខាននៅក្នុងទីក្រុងឡានអគ្គិសនីជាជម្រើសដ៏ល្អសម្រាប់ការការពារបរិស្ថានដោយជួយកាត់បន្ថយបំពុលបរិយាកាសប្រេងឥន្ធនៈនិងសំឡេងរំខានរថយន្តអគ្គិសនី ION មិនត្រឹមតែជាមធ្យោបាយធ្វើដំណើរទេតែគឺជាជំហានមួយដ៏ធំឆ្ពោះទៅកាន់ពិភពលោកស្រស់ស្អាត